គ្រាន់តែបើកគម្របឆ្នាំងមកក្លិនឈ្ងុយពេញផ្ទះហ្មងហើយបកងដុតអំបិលម្ទេសមួយមុខនេះគឺធ្វើលឿនតែបងប្អូននិយាយទៅ10នាទី15នាទីអីហ្នឹងរួចរាល់បានញ៉ាំមៃហើយមួយមុខហ្នឹងយើងញ៉ាំទៅទេក៏បានឬក៏ជ្រលក់ជាមួយទឹកត្រីកោះកុងរសជាតិវាគឺឆ្ងាញ់មួយកម្រិតថែមទៀតសម្រាប់គ្រឿងផ្សំដំបូងហ្នឹងគឺជាបកងយើងលាងទឹកលាងអីស្អាតកាត់ព្រុយកាត់ជើងកុំឲ្យចង្អេងចង្ងាងហើយបងប្អូនកុំភ្លេចយកកាត់ត្រីមកកាត់កន្លែងឆ្អឹងខ្នងវិញចឹងផងដើម្បីឲ្យយើងប្រឡាក់ទៅគឺវាឆាប់ចូលជាតិល្អគ្រឿងបន្ទាប់មកទៀតគឺយើងមានជាខ្ទឹមសខ្ញុំប្រើរៀងច្រើនដែរម្ទេសបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តហើយក្នុងនេះខ្ញុំបន្ថែមស្ករបន្តិចដែរដើម្បីយើងបុកទៅឆាប់ម៉ត់ល្អហើយខ្ទឹមសជាមួយម្ទេសហ្នឹងយើងដួសពាក់កណ្ដាលសម្រាប់ប្រឡាក់ជាមួយនឹងបកងហើយខ្ញុំបន្ថែមទឹកប្រេងខ្យង2ស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយម្សៅស៊ុប1ស្លាបព្រាកាហ្វេប៊ីចេងកន្លះស្លាបព្រាកាហ្វេជាមួយនឹងស្ករកន្លះស្លាបព្រាបាយសម្រាប់ប្រេងម្ទេសនេះបើសិនជាបងប្អូនមានដាក់មកតែអត់មានក៏អត់អីដែរអាហ្នឹងដាក់ទៅធ្វើឲ្យបកងរបស់យើងនឹងមានក្លិនកាន់តែឈ្ងុយពណ៌ស្អាតអីចឹងទៅយើងដាក់គ្រឿងក្រៅចូលឲ្យបងប្អូនកូរច្បល់បកងជាមួយនឹងគ្រឿងទាំងអស់ហ្នឹងឲ្យចូលជាតិសព្វល្អទុកវាម្ដុំសិនទៅយើងទៅរៀបចំគ្រឿងសម្រាប់ទ្រាប់បាតដុតបកងនឹងគល់ស្លឹកគ្រៃប្រើរាងច្រើនបន្តិចមកយើងដំវាឲ្យបែករំដេងប្រើម្ដុំរាងធំដែរកាត់វាជាដុំរាងតូចៗហើយគ្រឿងចុងក្រោយគេនឹងគឺជាស្លឹកក្រូចសើចបន្ទាប់ពីយើងត្រៀមគ្រឿងក្រៅរួចរាល់ហើយយើងរៀបវាដាក់នៅបាតខ្ទះសិនបន្ទាប់មកយើងចាក់បកងដែលបានប្រឡាក់គ្រឿងហើយស្រាប់នឹងដាក់ពីលើហើយបងប្អូនចាក់ប្រេងឆាចូលមកសម្រាប់ប្រេងឆាដាក់រាងច្រើនបន្តិចមកណាបងប្អូនព្រោះអានេះដុតបកងត្រូវការប្រើប្រេងឆារាងច្រើនសម្រាប់ការដុតនឹងយើងទុកចោលវាប្រហែលជាខ្ទង់5-6នាទីអីសិនទៅយើងទៅរៀបចំធ្វើទឹកត្រីកោះកុងសម្រាប់ទឹកត្រីកោះកុងបងប្អូនធ្វើដូចខ្ញុំអញ្ចឹងក៏បានឬក៏មានរបៀបធ្វើខ្លួនឯងយើងធ្វើតាមអីដែលយើងធ្លាប់ធ្វើអញ្ចឹងទៅទឹកត្រីកោះកុងមកខ្ញុំអត់ដាក់អំបិលទេបងប្អូនខ្ញុំដាក់តែទឹកត្រីប៊ីចេងស្ករថែមទឹកបន្តិចហើយច្របាច់ក្រូចឆ្មាចូលមកតែប៉ុណ្្នឹងគឺត្រូវរសជាតិហើយសម្រាប់បកងនេះបន្ទាប់ពីយើងដុតប្រហែលជាខ្ទង់7នាទីបងប្អូនបើកគម្របហើយកូរច្បល់វាអញ្ចឹងមកយើងកូរវាពីក្រោមទៅលើពីលើទៅក្រោមដើម្បីវាឆ្អិនសព្វល្អបន្ទាប់មកគ្របវាម្ដងទៀតប្រហែលជាខ្ទង់3ទៅ4នាទីតែប៉ុណ្្នឹងមកបកងដុតអំបិលម្ទេសរបស់យើងគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់បកងនេះដែរគឺវាឆាប់ឆ្អិនទេបងប្អូនអញ្ចឹងហើយយើងកុំទុកយូរពេករយៈពេលដែលយើងដុតសរុបនឹងប្រហែលជាខ្ទង់9នាទី10នាទីអីហ្នឹងគឺមិនល្មមញ៉ាំហើយបើសិនជាយើងទុកយូរពេកវារាងស្វិតសាច់ខ្សោះគឺអត់សូវឆ្ងាញ់វិញទេហើយសម្រាប់បកងដុតអំបិលម្ទេសនឹងដែរដូចខ្ញុំបានបញ្ជាក់អញ្ចឹងអានេះញ៉ាំទៅទេក៏ចូលជាតិដែរណាបងប្អូនពេលដែលយើងប្រឡាក់គ្រឿងនឹងយើងបានកាត់កន្លែងឆ្អឹងខ្នងរបស់វាអញ្ចឹងហើយវាចូលជាតិទៅក្នុងនឹងស្រាប់ហើយប៉ុន្តែបើសិនជាបងប្អូនចង់ញ៉ាំជាមួយទឹកត្រីកោះកុងដូចខ្ញុំអញ្ចឹងក៏បានដែរនិយាយទៅគឺឆ្ងាញ់មួយបែបម្នាក់ទេហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនមានជាមតិយោបល់ឬក៏ចម្ងល់អីអាច comment បានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗ